Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង BR របស់មីនចាថ្ងៃនេះដែរមានធ្វើការសម្រាប់រឿងទេសកលរបស់អ្នកប្រុសតក EP 9បន្តអូខេកុំឲ្យខាប់ពេលវេលាយូរលើទៅធ្វើការស្ដាប់មានសម្រាប់រឿងទាំងអស់គ្នាចាសម្រាប់ភាពនេះដែរយើងក៏បានឃើញថាវ៉ាន់ហៃរបស់យើងក៏កំពុងតែធ្វើការបោសសម្អាតរៀបចំផ្ទះរៀបចំក្រែយ៉ាងយកចិត្តទុកដាក់នៅពេលនោះក៏បានបើកថតតុរកឃើញនៅឯកសារមួយចំនួនដែលតាក់ទងជាមួយនឹងព័ត៌មានរបស់គាត់ហើយនឹងព័ត៌មានដែលតាក់ទងនឹងការស្លាប់របស់ឪពុករបស់គាត់វាបានធ្វើឲ្យវ៉ាន់ហៃរបស់យើងតក់ស្លុតជាខ្លាំងអុកគូទៅលើអឺវាពិតជាស្នាដៃរបស់គាត់ពិតមែនអត់ចាំយូរនោះទេក៏បានប្រមូលឯកសារទាំងអស់នោះយកទៅសួរហួយចៅរបស់យើងដោយផ្ទាល់តែក៏ត្រូវបានអង្គរៈរបស់ហួយចៅស្កាក់កុំឲ្យចូលទៅព្រោះតែហួយចៅរបស់យើងឥឡូវនេះក៏កំពុងតែនិយាយការងារហួយចៅហើយនឹងភ្ញៀវរបស់គាត់ម្នាក់ទៀតក៏បានបញ្ឈប់នឹងការនិយាយការងាររបស់គាត់នឹងបានងាកទៅមើលវ៉ាន់ហៃរបស់យើងថយចេញទៅគូហួយចៅតើលោកពិតជាបានសម្លាប់ឪពុកម្ដាយរបស់ខ្ញុំមែនទេពេលនោះភ្ញៀវរបស់ហួយចៅឃើញហេតុការណ៍មិនសូវស្រួលគាត់ក៏បានសុំទៅផ្ទះមុននឹងចាំនិយាយការងារនៅពេលក្រោយទៀតចំណែកឯហួយចៅរបស់យើងវិញមកឡើងក្រញើតែម្ដងថាទៅឲ្យវ៉ាន់ហៃខ្ញុំបានទទួលស្គាល់ឯងគឺជាប្អូនប្រុសរបស់ខ្ញុំទៅហើយវាមិនបានធ្វើឲ្យឯងទុកចិត្តមកលើខ្ញុំទេវ៉ាន់ហៃរបស់យើងក៏បានបោះក្រដាស់ទាំងអស់នោះចោលនិងបានសួរសំណួរដដែលទៅកាន់ហួចចៅរបស់យើងទាំងខឹងតើលោកបានសម្លាប់ពួកគាត់មែនទេវាគឺជាការសងសឹករបស់លោកមែនទេឆ្លើយប្រាប់ខ្ញុំមកវាពិតអត់តើគូឡើងគេបានបញ្ចូលរឿងមួយនៅក្នុងខួរក្បាលរបស់ឯងមែនទេឯងដូចជាលើសពេកហើយមិនក៏ហ៊ានបោះចោលរបស់ខ្ញុំអញ្ចឹងវាគឺជាអាកប្បកិរិយាដ៏អាក្រក់យើងមិននឹងបានទៅរំពឹងជាមួយនឹងមនុស្សដេរឆានដូចជាឯងទៅដែលគ្មានចិត្តស្មោះត្រង់នោះខ្ញុំដឹងតែលោកស្អប់ខ្ញុំណាប៉ុន្តែខ្ញុំមិននឹកស្មានថាលោកគឺជាបិសាចអញ្ចឹងនោះទេពេលនោះអង្គរៈក៏បានចង់បកស្រាយរឿងខ្លាំងអ្នកប្រុសតូចវិនបងប្រុសរបស់លោកអត់បានធ្វើរឿងនឹងនោះទេរឿងនេះបានកើតឡើងយូរមកហើយវ៉ាន់ហៃរបស់យើងអត់ព្រមស្ដាប់ក៏បានសម្លុតទៅវិញឯងឆាប់បិទមាត់ទៅគេគឺជាចៅហ្វាយរបស់ឯងនិយាយដើម្បីទៅការពារគេតែប៉ុណ្ណោះពេលនោះជនទី3របស់យើងដែលបានខំលួចស្ដាប់តាំងពីយូរនោះក៏បានចូលមកនឹងបានទះដៃយ៉ាងសប្បាយរីករាយឥឡូវនេះចំនួនរវាងបងនិងប្អូនបានចាប់ដើមឡើងហើយអអ្វីម្លេះទេគូឡានតើឯងចង់សម្ដែងរឿងពឹសពុលអីទៀតហើយគូចៅខ្ញុំនៅទីនេះដើម្បីទៅជួយលោកអង្តើអូបងប្អូនជីដូនមួយជាទីស្រឡាញ់ខ្ញុំបានបើកកកាយស្វែងរកការពិតទាំងអស់សម្រាប់ឯងហើយវ៉ាន់ហៃក៏បានចង្អុលនិយាយវាគឺជាគេមែនទេពេលនោះគូឡានក៏បានធ្វើការបកស្រាយបន្ទាប់ពីគូចៅគេបានត្រឡប់មកវិញគេក៏បានធ្វើការស៊ើបអង្កេតទៅលើវ៉ាន់ហ័រហើយក៏ឲ្យមនុស្សតាមផ្លូវមើលផងដែរដើម្បីកម្ចាត់គេដោយសម្ងាត់ប៉ុន្តែគេបានបញ្ឈប់ផែនការនោះទៅហើយប្រហែលមកពីអារម្មណ៍គិតដល់គ្រួសារអ្នកណាទៅដឹងទៅថាវ៉ាន់ហ័រក៏មានជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរថ្នាំនោះគេបានស្លាប់នៅក្នុងឡានពេលដែលកំពុងតែរត់គេចពីសំណាញ់ច្បាប់បើមិនមែនមកពីបងប្រុសជាទីស្រឡាញ់របស់ឯងទេតែបានបោកសម្អាតរឿងស្មោកគ្រោកទាំងអស់នោះឯងប្រហែលជាត្រូវបានទាញឲ្យចូលនៅរួចជាមួយនឹងឪពុករបស់ឯងហើយមើលទៅវ៉ាន់ហៃឡើងសឹងតែមិនជឿនៅការពិតដែលកំពុងតែលាតត្រដាងនោះអញ្ចឹងមានន័យថាឪពុករបស់ខ្ញុំគឺជាអក្រិតជនហួយចៅក៏បានថាឲ្យគូឡាថាគាត់កាន់តែស្គាល់គូឡារបស់យើងតិចពេកហើយឥឡូវនេះខ្ញុំក៏មិនមែនជាមនុស្សល្អអីនោះដែរប៉ុន្តែខ្ញុំមិនមែនជាបិសាចទាំងស្រុងនោះដែរអាចនិយាយបានថាខ្ញុំបានសងនៅបំណុលរបស់ខ្ញុំកាលពី3ឆ្នាំមុនទៅចោលពួកយើងរួចគ្នាហើយនិយាយរួចហើយក៏បានដើរចេញទៅបានវ៉ាន់ហៃរបស់យើងនេះដឹងខុសដឹងអីក៏បានទៅសុំទោសគេតែហួយចៅរបស់យើងនេះក៏បានប្រកាន់ទេលើកនេះគ្រាន់តែប្រាប់វ៉ាន់ហៃរបស់យើងកុំឲ្យធ្វើបែបនឹងទៀតលើក្រោយចាកម្មមិនតស្រឡាញ់អូនណាដូចជាខ្លាចអញ្ចឹងដល់លើដូចជាកូនឆ្មាឲ្យសោតបាទខ្ញុំដឹងហើយចេញទៅវិញទៅអញ្ចឹងយប់ឡើងពេលដែលអាប៉ែគូឡើងកំពុងតែគេងសោកជាងណារបស់យើងក៏បានដើរចូលមកគ្រាន់តែឃើញគេដេកលក់ក៏ប្រុងដើរចេញទៅតែក៏ត្រូវបានអាប៉ែគូឡាហៅឲ្យមករកខ្លួននិងបានប្រាប់ឲ្យកូនស្រីរបស់យើងជួយប្រឡែអាវឲ្យខ្លួនផងហើយនេះក៏បានរៀបរាប់ពីរឿងរ៉ាវដ៏ជូរចត់របស់នាងដែលត្រូវបានប្រុសបោកកាលពី3ឆ្នាំមុនគាត់បានធ្វើគ្រប់យ៉ាងឲ្យគេសូម្បីតែគ្រួសាររបស់គាត់ព្រោះតែគាត់បានងប់ងល់ជាមួយនឹងគេខ្លាំងពេកតែប្រូឡានរបស់យើងក៏ត្រូវបានគេក្បត់ចិត្តព្រោះតែលុយតាមពិតពីមុនគេស្មោះស្នេហ៍សោះហ្នឹងតែមកពីមនុស្សទេបានមករៀងគាត់ឲ្យខូចនឹងពេលនោះគាត់ក៏បានសម័យកាលពី3ឆ្នាំមុនដែលសង្សាររបស់គាត់ត្រូវបានគេវាយសម្លាប់នៅចំពោះមុខគាត់តែម្ដងកន្លែងហ្នឹងប្រហែលជាឪពុករបស់គូឡានរបស់យើងជាអ្នកសម្លាប់ហើយមើលទៅរឿងទាំងអស់នោះវាបានបង្រៀនដល់គាត់ថាក្តីស្រឡាញ់គឺវាអត់ប្រយោជន៍វាបានក្បត់យើងមានតែលុយហើយនឹងអំណាចតែប៉ុណ្ណោះតែស្មោះត្រង់នឹងយើងនោះជាងណានេះស្ដាប់គេឡើងសេតអាណិតគេតែម្ដងខំទៅអង្អែលក្បាលគេលងលោតែមានអាណាចចកនៅតែជាចចកដដែលបើទោះបីជាវាធ្លាប់មានបទពិសោធន៍នៃការឈឺចាប់យ៉ាងណាក៏ដោយក៏វាមិនបានផ្លាស់ប្ដូរនៅចរិតរបស់វានោះដែរចុងក្រោយអប៉ែគូឡាននេះក៏បានចាប់កូនស្រីរបស់យើងថានេះខំរើបំរើផងនឹងបានខំមាត់គេផងបំណងចង់ឲ្យគេលេងអីអញ្ចឹងណាតែមានអាណាអប៉ែគូឡាននេះកាន់តែជាងណារបស់យើងខំរើបំរើគាត់កាន់តែចូលចិត្តខ្លាំងនៅទីបំផុតអប៉ែគូឡានក៏បានចាប់ស៊ីកូនស្រីរបស់យើងបានសម្រេចណែសូមសរសើរវគ្គនេះគឺថាការថើបរបស់គាត់នៅលើកនេះមានជីវិតជីវ៉ាបន្តិចហើយអាណិតកូនស្រីរបស់យើងណាត្រូវបានទូកសាច់ជាមួយនឹងប្តីរបស់ខ្លួនទៀតហើយដឹងថាគូរបស់ពូគូហៅចៅការបាននឹងគេនោះទេគេឡើងបាន4-10ដងហើយនឹងឯងនេះបានត្រឹមតែស៊ីកំភ្លារបស់គេបើប៉ះពូគូឡានវិញណាអាចនឹងទះថើបជាមិនខានចាជាងណារបស់យើងនេះក៏បានភ្ញាក់ទាំងកណ្ដាលយប់តែម្ដងមើលទៅគាត់លចង់បាក់តែម្ដងហ្នឹងបន្ទាប់មកគាត់ក៏បានទៅរកវ៉ាន់ហៃរបស់យើងទាំងយប់ទាំងគ្មានកម្លាំងកំហែងវគ្គក្រោយដឹងតែកូនស្រីរបស់យើងបួរគ្នារត់ហើយអូខេហ្នឹងហើយអ្នកនរគ្នាសម្រាប់ភាគនេះគឺថាបានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបាយបាយ